Konnichiwa មានគេសួរខ្ញុំថាតើរដ្ឋប្រហារឆ្នាំ1970ជារដ្ឋប្រហារឬក៏ជាការធ្វើនយោបាយកែប្រែរបបដឹកនាំស្របច្បាប់ខ្ញុំនិយាយមិនមែនក្នុងន័យចោទប្រកាន់ទៅលើរបបសាធារណរដ្ឋខ្មែរជារបបក្បត់ជាតិឬក៏ស្នេហាជាតិអីទេក៏មិនមានអត្ថន័យយ៉ាងទេគឺខ្ញុំចង់និយាយអំពីវិជាសាស្ត្រនយោបាយបើផ្អែកទៅលើការបដូររបបនិងកែរដ្ឋធម្មនុញ្ញវាជារដ្ឋប្រហារគាត់ថាជារដ្ឋប្រហារដែលមិនបង្ហូរឈាមគឺពីព្រោះបើរាជាណាចក្រកម្ពុជាបើសិនជាគិតឥឡូវអាកន្លែងមាត្រាទី1ហ្នឹងគេអត់ឲ្យកែទេអត់ឲ្យបដូររបបទេរាជានិយមទេដល់ពេលយើងដូរទៅជារបបប្រធានាធិបតីវិញគឺជារដ្ឋប្រហារហើយទោះបីជាវាមិនបង្ហូរឈាមក៏ដោយព្រោះវាផ្ទុយពីរដ្ឋធម្មនុញ្ញដែលបានចែងចំណុចតំណឹងវាដូចជាកំហុសការសម្រេចចិត្តរបស់អ្នកនយោបាយចំនួននោះដែរបើសិនជាគុំបដូររបបរាជានិយមទុកតែរាជានិយមនៅដដែលក៏ប៉ុន្តែដូរតែគណៈរដ្ឋមន្ត្រីគឺអាចមិនមានសង្គ្រាមស៊ីវិលទេព្រោះមានម្ចាស់សត្យយានីកុសមនារីរតទ្រង់ប្រថាប់នៅលើលេខបល្ល័ង្កហើយទោះបីជាសម្ដេចព្រះនរោត្តមសីហនុមិនមែនជាព្រះមហាក្សត្រក៏ប៉ុន្តែថាអត់មានស្ដេចថាពិតមានសម្ដេចសីហនុជាព្រះអបយុវរាជគឺមានមុខងារប្រហាក់ប្រហែលទៅនឹងប្រមុខរដ្ឋស្ដីទីបច្ចុប្បន្នប្រធានប្រតិភិណាហើយព្រះមហាក្សត្រនេះទ្រង់ជាគង់នៅលើរាជបល្ល័ង្កពួកខ្វិនអាចក៏ប៉ុន្តែដោយសារតែយើងគិតមិនទាន់ឬក៏ខ្វះចំណេះដឹងច្បាស់លាស់ពីផ្នែកនយោបាយអីហ្នឹងយើងរៀបអត់ត្រូវវាคล้ายទៅជាសង្គ្រាមស៊ីវិលពីការតស៊ូនយោបាយទៅជាការតស៊ូប្រដាប់អាវុធចឹងក៏ប៉ុន្តែវាមិនមែនជាឆន្ទៈរបស់យើងពិតប្រាកដទេគឺយើងរងឥទ្ធិពលពីសង្គ្រាមត្រជាក់ជាពិសេសឥទ្ធិពលកុម្មុយនីសអាចឈ្នះសាធារណរដ្ឋខ្មែរបានគឺវាចូលតាមរយៈគ្រូបង្រៀនអត់សូវប៉ុន្មានទេខ្លាំងគឺចូលតាមរយៈវត្តអារាមគឺប្រសង់ភាគច្រើនជាជនកុម្មុយនីសគេដឹងច្បាស់ថាវត្តជាពលឹងជាតិខ្មែរយើងជាកន្លែងរក្សានៅប្រពៃណីវប្បធម៌និងអក្សរសាស្ត្រអញ្ចឹងគេចូលតាមហ្នឹងគេច្បាមយកវិញ្ញាណរបស់យើងគេអាចឈ្នះបានអញ្ចឹងកន្លែងដែលការពារថែរក្សាប្រពៃណីយើងហើយក៏ជាកន្លែងដែលគេអាចចូលទៅបំផ្លាញទៅងាយដែរនៅពេលគេដឹងថាអត្តសញ្ញាណយើងនៅកន្លែងណាហើយពលឹងយើងនៅកន្លែងណាអញ្ចឹងតាមដែលខ្ញុំដឹងក្រៅផ្លូវការគឺភិក្ខុសិរិហិនតោបង្ខាត់ហើយនឹងធម្មបាលខៀវជុងក៏ជាជនកុម្មុយនីសដែរនេះខ្ញុំដឹងក្រៅផ្លូវការបងប្អូនអាចទៅស៊ើបមើលច្បាស់ពីព្រោះមានអ្នកដែលគេទៅស្ដាប់ធម៌ទេសនាព្រះអង្គណាព្រះអង្គនិយាយតែពីរឿងនយោបាយដែរទេតែអត់មានកត់ត្រានឹងមានផុសតាងជាឯកសារអីក៏ពិតមែនក៏ប៉ុន្តែមានអ្នកដែលគេនៅមានជីវិតដែលគេធ្លាប់ស្ដាប់ធម៌ទេសនាប្រសងធំយន្តនោះអញ្ចឹងណាបើគេមិននិយាយវាអត់មានអីទេខ្ញុំក៏អស់ហើយដែរអញ្ចឹងយើងវត្តអារាមយើងមើលមែនទេណា